តើអ្នកដឹងទេការបានកៅអីទៅលេងក្នុងព្រឹត្តិការណ៍ FIFA World Cup 2026មិនមែនត្រឹមតែជាកិត្តិយសនិងមោទនភាពជាតិមួយមុខនោះទេប៉ុន្តែវាគឺជាការផ្លាស់ប្ដូរវាសនានៃវិស័យបាល់ទាត់របស់ប្រទេសនោះទាំងមូលព្រោះតែផលប្រយោជន៍មហាសាលទាំង4នេះទី1គឺប្រាក់រង្វាន់លានដុល្លារគ្រាន់តែជម្រើសជាតិមួយអាចឆ្លងចូលដល់វគ្គចែកពូល32ក្រុមចុងក្រោយគឺពួកគេនឹងទទួលបានប្រាក់រង្វាន់ពី FIFA យ៉ាងតិច9លានដុល្លារអាមេរិកភ្លាមៗបូករួមទាំងថវិកាត្រៀមខ្លួនជាង1លានដុល្លារទៀតបើបានជើងឯកវិញគឺនឹងប្រមូលប្រាក់រង្វាន់ធំរហូតដល់50លានដុល្លារទឹកប្រាក់ទាំងនេះគឺអាចយកទៅអភិវឌ្ឍសាលាបាល់ទាត់យុវជននិងហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់ក្នុងប្រទេសបានរាប់ឆ្នាំទី2គឺការហក់ឡើងនៃតម្លៃពាណិជ្ជកម្មក្រុមហ៊ុនល្បីៗដូចជា Adidas, Nike ឬ Puma ដែលជាយីហោផលិតសម្លៀកបំពាក់របស់សហព័ន្ធបាល់ទាត់នៃប្រទេសនីមួយៗតែងតែមានប្រាក់លើកទឹកចិត្តយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងកិច្ចសន្យានៅពេលដែលប្រទេសនោះបានឡើងទៅលេង World Cup មិនតែប៉ុណ្ណោះការលក់អាវជម្រើសជាតិនិងសម្ភារៈកីឡាផ្សេងៗទាំងក្នុងស្រុកនិងនៅលើឆាកអន្តរជាតិនឹងកើនឡើងយ៉ាងសន្ធឹកសន្ធាប់បង្កើតជាចំណូលចូលសហព័ន្ធយ៉ាងក្រាស់ក្រែលផងដែរទី3ឱកាសមាសលើឆាកអន្តរជាតិនៅក្នុងឆ្នាំ2026នេះការបង្កើនក្រុមដល់48ក្រុមបានបើកផ្លូវឲ្យប្រទេសជាច្រើនដូចជាសូដង់សុកដានីឬអ៊ុប៊ុយគីស្ថានបានបង្កើតប្រវត្តិសាស្ត្រឡើងមកលេង World Cup ជាលើកដំបូងព្រឹត្តិការណ៍នេះប្រៀបដូចជាកន្លែងដាក់ដេញថ្លៃកីឡាករអញ្ចឹងកីឡាករមកពីលីកតូចៗនឹងមានឱកាសបង្ហាញសមត្ថភាពនៅចំពោះមុខភ្នាក់ងារទិញកីឡាករមកពីក្លឹបយក្សធំៗនៅអឺរ៉ុបដែលផ្លាស់ប្ដូរអាជីពពួកគេត្រឹមតែមួយប្រព្រឹត្តភ្នែកនិងចុងក្រោយគឺការជំរុញសេដ្ឋកិច្ចក្នុងស្រុកនៅពេលដែលក្រុមជម្រើសជាតិប្រកួតអាជីវកម្មក្នុងស្រុកដូចជាហាងអាហារបារហាងលក់គ្រឿងអេឡិចត្រូនិកនិងទូរទស្សន៍នឹងទទួលបានការទិញនិងគាំទ្រយ៉ាងខ្លាំងពីប្រជាជនវាបង្កើតជាបរិយាកាសរីករាយនិងជំរុញឲ្យការចំណាយក្នុងសង្គមជាតិទាំងមូលសរុបមកការទៅលេង World Cup មិនមែនត្រឹមតែជាការប្រកួតបាល់ទាត់90នាទីនៅលើទីលានប៉ុណ្ណោះទេប៉ុន្តែវាជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីទាំងផ្នែកហិរញ្ញវត្ថុកិត្តិយសនិងសេដ្ឋកិច្ចរបស់ជាតិផងដែរតើអ្នកកំពុងតែរងចាំគាំទ្រក្រុមជម្រើសជាតិណាមួយនៅក្នុង World Cup 2026នេះ Comment ប្រាប់ពួកយើងនៅខាងក្រោមផងកុំភ្លេចជួយ Like និង Subscribe ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗបន្តបន្ទាប់ពីពួកយើងបន្តទៀតសូមអរគុណ